នៅក្នុងពិភពលោកយើងនេះមានកន្លែងមួយដែលច្បាប់ធម្មជាតិត្រូវបានសរសេរឡើងវិញទីកន្លែងដែលជីវិតរាប់លានប្រភេទប្រជែងគ្នារស់រានមានជីវិតរាល់វិនាទីនិងជាកន្លែងដែលមនុស្សជាតិនៅមិនទាន់ស្វែងយល់អស់នៅឡើយសូមស្វាគមន៍មកកាន់ព្រៃទឹកភ្លៀង Amazon ទឹកដីនៃអច្ឆរិយៈដែលមិនគួរឲ្យជឿបំផុតនៅលើភពផែនដីនៅក្នុងដំណើរស្វែងរកពិសេសនេះយើងនឹងនាំអ្នកទៅកាន់តំបន់ហាមឃាត់និងស្វែងរកអាថ៌កំបាំងធំៗទាំងឡាយដែលលាក់ខ្លួនរាប់ពាន់ឆ្នាំព្រៃ Amazon មានទំហំធំធេងរហូតដល់ទៅជាង 5.5 លានគីឡូម៉ែត្រការ៉េលាតសន្ធឹងកាត់ប្រទេសចំនួន9វាបង្កើតអាកាសធាតុខ្លួនឯងនិងផ្ដល់អុកស៊ីសែនដល់ទៅ 20% សម្រាប់ពិភពលោកយើងទាំងមូលប៉ុន្តែអ្វីដែលធ្វើឲ្យវាក្លាយជាអច្ឆរិយៈពិតប្រាកដគឺអ្វីៗដែលកំពុងលាក់ខ្លួននៅក្រោមដំបូលព្រៃក្រាស់នេះចាប់តាំងពីសត្វចម្លែករហូតដល់បាតុភូតធម្មជាតិដែលវិទ្យាសាស្ត្រស្ទើរតែរកការពន្យល់មិនឃើញតើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅក្នុងការធ្វើដំណើរចូលទៅក្នុងព្រៃដែលគ្រោះថ្នាក់និងអាថ៌កំបាំងបំផុតនេះចាប់ពីសត្វដែលយឺតជាងគេបំផុតដែលចំណាយពេលពេញមួយជីវិតនៅលើដើមឈើដូចជាសត្វស្លរហូតដល់សត្វដែលមានពណ៌ឆើតឆាយប៉ុន្តែផ្ទុកទៅដោយពិសដែលអាចសម្លាប់មនុស្សបានក្នុងរយៈពេលប្រមាណនាទីដូចជាកង្កែបពុលហើយនៅកំពូលនៃខ្សែសង្វាក់អាហារគឺស្ដេចនៃព្រៃ Amazon គឺ Kraken Jaguar ដែលជាអ្នកប្រមាញ់ដ៏ស្ងៀមស្ងាត់និងមានឥទ្ធិពលបំផុតពួកវាមិនត្រឹមតែប្រមាញ់នៅលើគោកនោះទេប៉ុន្តែពួកវាក៏ជាអ្នកហែលទឹកដ៏ពូកែដែលអាចប្រមាញ់សូម្បីតែក្រពើនៅក្នុងទឹកមិនមែនមានតែសត្វនោះទេរុក្ខជាតិនៅទីនេះក៏មានសមត្ថភាពអស្ចារ្យក្នុងការរស់រានមានជីវិតនិងវិវត្តខ្លួនយ៉ាងចម្លែកផងដែរនេះជាស្លឹកឈូកយក្សដែលមានអង្កត់ផ្ចិតរហូតដល់ទៅ3ម៉ែត្រវាអាចទ្រទ្រង់ទម្ងន់បានយ៉ាងអស្ចារ្យលើផ្ទៃទឹកនៅពេលយប់មកដល់ព្រៃនេះប្រែជារស់រវើកជាមួយនឹងពន្លឺវេទមន្តពីធម្មជាតិដែលវិទ្យាសាស្ត្រហៅថា bioluminescence យប់នៅ Amazon គឺមិនដែលមានភាពស្ងប់ស្ងាត់ឡើយវាជាពេលដែលអ្នកប្រមាញ់ពិតប្រាកដចេញដំណើរជារៀងរាល់ឆ្នាំប្រភេទសត្វនិងរុក្ខជាតិថ្មីៗរាប់រយត្រូវបានរកឃើញនៅទីនេះដែលបង្ហាញថាយើងទើបតែដឹងពីចំណែកតូចមួយប៉ុណ្ណោះប៉ុន្តែប្រសិនបើជីវិតនៅលើគោកអស្ចារ្យយ៉ាងនេះទៅហើយចុះទម្រាំតែជីវិតនៅក្នុងទឹកទន្លេដ៏ធំធេងវិញចូលមកជួបជាមួយពិភពក្រោមទឹកដែលពោរពេញទៅដោយសត្វចម្លែកនិងអច្ឆរិយៈបន្ទាប់របស់យើងនៅក្នុងទឹកទន្លេដ៏ជ្រៅនេះមានសត្វមួយប្រភេទរស់នៅដែលមើលទៅដូចជាមកពីពិភពផ្សេងចឹងនេះគឺជាផ្សោតពណ៌ផ្កាឈូកនៃទន្លេ Amazon ពួកវាមិនមែនជាផ្សោតសមុទ្រធម្មតាទេប៉ុន្តែជាប្រភេទផ្សោតទឹកសាបដ៏កម្របំផុតពណ៌ផ្កាឈូករបស់វាបានមកពីសរសៃឈាមនៅក្បែរស្បែកហើយរាងកាយរបស់វាអាចបត់បែនបានយ៉ាងអស្ចារ្យតាមដងព្រៃលិចទឹកតាមរឿងព្រេងក្នុងតំបន់ផ្សោតទាំងនេះមានមន្តអាគមដែលអាចប្រែក្រឡាជាមនុស្សប្រុសសង្ហាដើម្បីមកលបងនារីនៅពេលយប់ប៉ុន្តែទន្លេ Amazon មិនមែនមានតែភាពស្រស់ស្អាតនោះទេវាជាប្រភពទឹកដ៏ធំបំផុតនៅលើផែនដីបរិមាណទឹកដែលវាបង្ហូរចូលទៅក្នុងមហាសមុទ្រក្នុងមួយវិនាទីគឺច្រើនជាងទន្លេធំៗចំនួន7បញ្ចូលគ្នាទៅទៀតនៅក្រោមផ្ទៃទឹកដ៏ល្អក់នោះមានត្រីយក្សអារ៉ាបេម៉ាដែលមានប្រវែងរហូតដល់ទៅ3ម៉ែត្រនិងមានស្រកាក្រាស់ដូចអាវក្រោះនិងត្រីខាំសាច់ធ្មេញមុតស្រួយពីរ៉ាន់ញ៉ាដែលអាចហែកសាច់ចំណីបានត្រឹមតែមួយប៉ព្រិចភ្នែករួមទាំងអន្ទង់អគ្គិសនីដែលអាចបង្កើតចរន្តអគ្គិសនីរហូតដល់ទៅ860វ៉ុលដែលគ្រប់គ្រាន់នឹងធ្វើឲ្យសត្វធំសន្លប់បានប្រព័ន្ធទឹកដ៏ស្មុគស្មាញនេះបង្កើតបានជាកូនកោះរាប់ពាន់និងព្រៃលិចទឹកដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបានវាជាកន្លែងដែលជីវិតនិងទឹកក្លាយជាប្រព័ន្ធតែមួយប៉ុន្តែតើអ្នកដឹងទេថានៅមានកន្លែងមួយក្នុងព្រៃនេះដែលទឹកមិនត្រជាក់ឬត្រឹមតែក្តៅតិចៗនោះទេវាជាទន្លេមួយដែលទឹករបស់វាពុះកញ្ជ្រោលជានិច្ចវាជាបាតុភូតធម្មជាតិដ៏គួរឲ្យរន្ធត់ចិត្តបំផុតមួយសូមត្រៀមខ្លួនជួបជាមួយទន្លេទឹកពុះនៃព្រៃ Amazon ដែលជាអាថ៌កំបាំងបន្ទាប់របស់យើងនេះគឺទន្លេ Chanel Timpisca ដែលមានន័យថាពុះកញ្ជ្រោលដោយសារកម្ដៅព្រះអាទិត្យអស់រយៈពេលជាច្រើនឆ្នាំវាត្រូវបានគេគិតថាវាគ្រាន់តែជារឿងព្រេងរហូតដល់អ្នកវិទូម្នាក់បានរកឃើញវាពិតប្រាកដសីតុណ្ហភាពទឹកនៅទីនេះឡើងរហូតដល់ទៅជិត100អង្សាសេវាអាចធ្វើឲ្យស៊ុតឆ្អិនបានឬធ្វើឲ្យសត្វស្លាប់បានភ្លាមសត្វណាដែលអកុសលធ្លាក់ចូលទៅក្នុងទន្លេនេះនឹងត្រូវរងការឈឺចាប់និងឆ្អិនពីខាងក្នុងមកក្រៅអ្វីដែលចម្លែកនោះគឺទន្លេនេះស្ថិតនៅចម្ងាយរហូតដល់ទៅ700គីឡូម៉ែត្រពីភ្នំភ្លើងដែលនៅជិតបំផុតតើកម្ដៅនេះមកពីណាអ្នកវិទ្យាសាស្ត្រជឿថាវាជាប្រព័ន្ធធារាសាស្ត្រកម្ដៅផែនដីដ៏ធំទឹកភ្លៀងជ្រាបចូលទៅក្នុងដីត្រូវកម្ដៅផែនដីធ្វើឲ្យក្ដៅរួចបាញ់ឡើងមកលើវិញសម្រាប់អ្នកស្រុកក្នុងតំបន់ទន្លេនេះជាទីកន្លែងសក្ការៈបូជានិងជាជម្រកនៃវិញ្ញាណវិសុទ្ធពីបុរាណការដើរកាត់តំបន់នេះគឺដូចជាការដើរកាត់ទ្វាររវាងពិភពមនុស្សរស់និងពិភពវិញ្ញាណអញ្ចឹងទន្លេទឹកពុះជាតំណាងដ៏អស្ចារ្យនៃកម្លាំងផែនដីប៉ុន្តែអាថ៌កំបាំងដ៏ធំបំផុតនៃ Amazon ប្រហែលជាមិនមែនជាធម្មជាតិទេប៉ុន្តែវាគឺជាមនុស្សដែលរស់នៅដាច់ឆ្ងាយពីយើងរាប់ពាន់ឆ្នាំតចូលមកស្វែងយល់អំពីកុលសម្ព័ន្ធបុរាណដែលមិនធ្លាប់តាក់ទងពិភពខាងក្រៅក្នុងតំបន់ដែលមិនធ្លាប់មាននរណាឈានជើងចូលទៅដល់មានមនុស្សរាប់សិបកុលសម្ព័ន្ធរស់នៅយ៉ាងអាថ៌កំបាំងពួកគេត្រូវបានគេហៅថា uncontacted tribes ឬកុលសម្ព័ន្ធដាច់ស្រយាលពួកគេមិនស្ទាល់ទាត់តែសោះអំពីបច្ចេកវិទ្យាឡានឬអ៊ីនធឺណិតរបស់យើង
ពួកគេរស់នៅតាមរបៀបដែលបុព្វបុរសយើងរស់នៅកាលពីយុគសម័យថ្មបកបាញ់និងប្រមូលផលពីព្រៃឈើដើម្បីរស់រដ្ឋាភិបាលនិងអង្គការអន្តរជាតិបានបង្កើតច្បាប់តឹងរ៉ឹងហាមឃាត់ដាច់ខាតមិនឲ្យមានការតាក់ទងជាមួយពួកគេឡើយហេតុអ្វីពីព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនអាចតតាំងនឹងជំងឺធម្មតាដូចជាផ្ដាសាយដែលយើងមាននោះទេការជួបគ្នាត្រឹមតែម្ដងអាចសម្លាប់ពួកគេទាំងកុលសម្ព័ន្ធក្រៅពីមនុស្សបច្ចុប្បន្ន Amazon ក៏លាក់ទុកនៅអាថ៌កំបាំងនៃអរិយធម៌បុរាណដ៏រុងរឿងដែលបានបាត់បង់ផងដែររូបរាងធរណីមាត្រដ៏ធំធេងនៅលើដីទាំងនេះបង្ហាញថាកាលពីរាប់ពាន់ឆ្នាំមុនទីនេះធ្លាប់ជាទីក្រុងដ៏ធំដែលមានមនុស្សរាប់លាននាក់ប៉ុន្តែអច្ឆរិយៈទាំងអស់នេះទាំងសត្វព្រៃធម្មជាតិនិងមនុស្សកុលសម្ព័ន្ធកំពុងតែប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតរាល់វិនាទីដីព្រៃទំហំប៉ុនតារាងបាល់ទាត់មួយត្រូវបានបំផ្លាញដោយសារតែការកាប់ឈើនិងការធ្វើអាជីវកម្មខុសច្បាប់ប្រសិនបើការបំផ្លាញនេះនៅតែបន្ត Amazon អាចនឹងប្រែទៅជាវាលខ្សាច់សាវ៉ាណាស្ងួតហួតហែងក្នុងពេលឆាប់ៗតើយើងនឹងបណ្ដោយឲ្យសត្វនៃភពផែនដីនិងទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់មនុស្សជាតិត្រូវរលាយបាត់បង់មែនទេប៉ុន្តែធម្មជាតិក៏មានវិធីទៅតាំងវិញដែរតើអ្នកដឹងទេថា Amazon មានទន្លេហោះលើអាកាសមិនខុសទេគីទន្លេហោះលើអាកាសដើមឈើនីមួយៗស្រូបទឹកនិងបញ្ចេញចំហាយទឹកកម្រិតរាប់ពាន់លីត្រក្នុងមួយថ្ងៃបង្កើតជាទន្លេចំហាយទឹកដ៏ធំនៅលើមេឃដែលគ្រប់គ្រងទឹកភ្លៀងទូទាំងទ្វីបអាមេរិកខាងត្បូងមិនត្រឹមតែលើមេឃទេសូម្បីតែនៅក្រោមដី Amazon នៅមានប្រព័ន្ធរូបភ្នំរាប់មិនអស់ដែលមនុស្សមិនទាន់រុករកទីនោះជាជំរកនៃសត្វដែលវិវត្តខ្លួនដោយគ្មានពន្លឺព្រះអាទិត្យរស់នៅក្នុងភាពងងឹតសូន្យសងរាប់លានរាប់ចាប់ពីថ្នាំបំបត្តិការឈឺចាប់រហូតដល់ថ្នាំប្រឆាំងជំងឺមហារីកអាថ៌កំបាំងនៃការព្យាបាលជំងឺជាច្រើនអាចនឹងកំពុងរងចាំយើងនៅទីនេះប៉ុន្តែត្រូវចាំគ្រប់ជំហាននៃការរុករកគឺសុទ្ធតែផ្សារភ្ជាប់នឹងគ្រោះថ្នាក់នេះជាសត្វពីងពីងធំបំផុតនៅលើលោក Goliath Bear Eater និងសត្វល្អិតដែលមានរូបរាងគួរឲ្យខ្លាចដទៃទៀតពិភពលោកនៅក្រោមដំបូលព្រៃ Amazon មិនមែនសម្រាប់មនុស្សដែលទន់ជ្រេងនោះឡើយទោះជាយ៉ាងណាភាពសាហាវនិងភាពស្រស់ស្អាតរបស់វាគឺជាអ្វីដែលធ្វើឲ្យវាក្លាយជាអច្ឆរិយៈដែលមិនអាចកាត់ថ្លៃបានវាជាសារមហោស្រពនៃធម្មជាតិដែលជីវិតនីមួយៗសម្ដែងនៅទូនាទីដ៏ល្អឥតខ្ចោះរបស់ខ្លួននិងទឹកធ្លាក់លាក់ខ្លួនដ៏មានឥទ្ធិពលដែលកម្រមានមនុស្សបានឃើញផ្ទាល់ភ្នែកគ្រប់ជ្រុងជ្រោយនៃព្រៃ Amazon គឺសុទ្ធតែជារឿងរ៉ាវដែលមិនគួរឲ្យជឿចាប់ពីសត្វចម្លែកក្រោមទឹករហូតដល់ដីធ្លីដែលពោរពេញដោយថាមពលវេទមន្តនិងមនុស្សជាតិបុរាណឥឡូវនេះយើងឈានចូលដល់ទីបញ្ចប់នៃដំណើរផ្សងព្រេងរបស់យើងហើយព្រៃទឹកភ្លៀង Amazon មិនមែនគ្រាន់តែជាការជួយសង្គ្រោះដើមឈើឬសត្វព្រៃនោះទេប៉ុន្តែវាគឺជាការការពារអនាគតរបស់មនុស្សជាតិខ្លួនឯងរាល់អាថ៌កំបាំងដែលយើងបានឃើញនៅថ្ងៃនេះគឺជាការរំលឹកផ្ញើពីធម្មជាតិថាពិភពលោកយើងនេះអស្ចារ្យនិងមានតម្លៃលើសពីអ្វីដែលយើងគិតចូលរួមគ្នាស្វែងយល់គោរពនិងថែរក្សាអច្ឆរិយៈដ៏ពិតប្រាកដតែមួយគត់នេះឲ្យបានគង់វង្សប្រសិនបើអ្នកចូលចិត្តវីដេអូផ្សងព្រេងបែបឯកសារនេះកុំភ្លេចចុច like ចែករំលែកនិងចុច Subscribe Channel របស់យើងដើម្បីកុំឲ្យខកខានវីដេអូអស្ចារ្យបន្តទៀតតើអច្ឆរិយៈមួយណាដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាងគេចូលខមមិនប្រាប់យើងនៅខាងក្រោមសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយ